មុននឹងយើងទិញយើងត្រូវមើល label នៅខាងក្រោយយើងមិនទិញភ្លាមយកតែគិតលុយភ្លាមទេអ្នកនរគ្នាអញ្ចឹងការមើល label នៅខាងក្រោយគឺសំខាន់មែនទែនព្រោះយើងត្រូវដឹងថាតើគ្រឿងផ្សំទាំងអស់ហ្នឹងមានការទទួលស្គាល់ត្រឹមត្រូវអត់ហើយតើវាមានបន្ថែមរសជាតិអីទៀតអត់ហើយនៅឯកសារ Headline បានកំណត់ជាតិស្ករឲ្យយើងញ៉ាំទាបជាង6ក្រាមបន្ថែមមានគ្រប់ប្រភេទនំដូចជានំសណ្តែកដីនិងគ្រាប់ធញ្ញជាតិអីផ្សេងៗដែលបន្ថែមជាតិស្ករអ្នកនរគ្នាអញ្ចឹងយើងអាចញ៉ាំបានក្រោម6ក្រាមពាក់ព័ន្ធជាមួយនឹងទំហំនៃការប្រើប្រាស់យើងត្រូវដឹងថាយើងគួរញ៉ាំនៅក្នុងកម្រិតណាមួយហើយអ្វីដែលសំខាន់មួយទៀតនោះគឺការបរិច្ឆេទមានថា expire ថ្ងៃ expire របស់ផលិតផលនឹងថាតើវាផុតកំណត់ថ្ងៃទីម៉ានហើយយើងអាចទិញយកមកញ៉ាំវាដល់ថ្ងៃទីម៉ានអញ្ចឹងយើងអាចញ៉ាំរបស់ដែល expire ឬក៏ថ្ងៃផុតកំណត់ទេវាធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយរបស់យើងផលិតផលហ្នឹងបើសិនជាវារៀងញ៉ៃញ៉ៃនៅខាងក្រោយ label របស់វាមើលទៅរៀងញ៉ៃញ៉ៃយើងពិបាកមើលអត់យល់ថាអត់គួរទិញទេគួរតែទៅមើលផលិតផលអីផ្សេងអញ្ចឹងណាអញ្ចឹងពាក់ព័ន្ធជាមួយនឹង label សំខាន់មែនតើការមើល label នៅខាងផ្នែកខាងក្រោយផលិតផលការជ្រើសរើសអីវ៉ាន់ហ្នឹងសំខាន់សម្រាប់យើងអញ្ចឹងការចែករំលែករបស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណ